ក្រោយពេលដែលរួមដំណេកជាមួយនឹងដៃគូហើយមានការឡើងរបៀបជារៀងកន្ទួលតូចនៅបរិវេណតំបន់ទ្វារមាសមានការឡើងរបៀបសាច់កញ្ញុំដូចផ្កាខាត់ណាមានការធ្លាក់សរមាស់ក្តៅកាហាយពេលដែលនៅជាមួយនឹងដៃគូខ្លាំងហើយសាច់ហ្នឹងមានការដុះពីមួយកន្លែងទៅមួយកន្លែងហើយសាច់នឹងចាប់បានមានការរីកធំទៅនេះគឺជារោគសញ្ញាបញ្ជាក់ថាបងស្រីក៏កើតមានទៅលើបញ្ហាសិកមាន់ឆ្លងពីដៃគូហើយអញ្ចឹងកាលណាដែលក៏កើតមានទៅលើសិកមាន់គឺជាជំងឺកាមរោគដែលមានការវិវត្តរោគតាមរយៈការរួមភេទការមានដៃគូប៉ះពាល់ទឹករំអិលឬក៏ប៉ះពាល់ទឹកកាមជាដើមជំងឺនេះមិនមែនជាជំងឺសើស្បែកទេគឺជាពពួកមេរោគដែលមានការផ្ទុករោគពីខាងក្នុងនៃគ្រាប់ឈាមអញ្ចឹងបើសិនជាករណីបងស្រីឃើញទៅលើអាការៈខ្លួនឯងដែលក៏កើតមានទៅលើជំងឺនេះហើយឆាប់រកជាដំណោះស្រាយឆាប់ធ្វើការដោះស្រាយជាបន្ទាន់កាលណាដែលបងប្អូនបន្តទុកយូរគឺងាយក្នុងការប្រឈមទៅលើបញ្ហាធំខ្លាំងមែនទែនពាក់ព័ន្ធទៅលើការកើតមានកោសិកាមហារីកទ្វារមាសតែម្ដងមានជាចម្ងល់សំណួរចង់ដោះស្រាយសុខភាពអាចតាក់ទងមកនឹងគ្រូនៅក្នុងលេខ Telegram នេះបាននាងខ្ញុំសីពៅអរគុណបងប្អូនទាំងអស់គ្នា